បើយើងប្រៀបធៀបជំរឿនដល់មួយណាដំបូងរបស់ក្រុមទាំងពីរយើងនិយាយឲ្យងាយស្រួលគឺពេញសាច់ដូចគ្នាតែម្ដងការប្រកួតបាទសេរីគ្រីយ៉ានេះហើយដែលជាបាទថ្នោតដែលត្រូវមកលើមួយជើងនេះបាទមិនចំគោលដៅសម្រាប់ប្រធានក្រុមម៉ាត់ណូរុនបាទការបណ្ដារបស់អោពីរុនការបញ្ជូនខាត់បែកមកខាងក្រោយបាទសោកស្ដាយបាទសម្រាប់ឱកាសមួយនេះខាងលើបាទមួយទល់មួយចំហកន្លែងនេះបាទ Stephen Golovic ទាញផុតមួយហើយទាញផុតមួយហើយក៏ស្រួលឱកាសរបស់ម៉ាត់ណូរុនបាទបាល់អត់សាយបាទយើងឃើញតែមកផ្លោះទាញផុតមួយហើយទាញផុតមួយហើយក៏ស្រួលឱកាសរបស់ម៉ាត់ណូរុនបាទបាល់អត់សាយបាទយើងឃើញតែមកបាល់មិនតាន់ទេបាទគឺខ្សែការពាររបស់បង្គៀតបាទឡើងប្រេះបាទដាក់សម្ពាធតែម្ដងជួស៊ីនទីកណ្ដាលបាល់ល្អមែនតើសៀងចាំធាគ្មានសល់ទេ1-0សៀងចាំធាការផ្លត់ស្ងៀតរបស់ជួស៊ីនទីបាទដណ្ដើមបាល់បានយ៉ាងល្អពីសៀងចាំធាក៏បញ្ចប់ទីយ៉ាងច្បាស់តែម្ដង1-0នៅនាទីទី31អាយយបាទយើងឃើញហើយពីការដាក់សម្ពាធឡើង high pressing ពីបឹងកេតរហូតដល់ឆាបយកបាល់ពីជូស៊ីនទីហើយក៏បញ្ចប់ទីតែម្ដងជាអ្នករកគ្រាប់បាល់ឲ្យបឹងកេតបាននាំមុខបាទប្រខាន់ទីស្វារៀង1-0កន្លែងនេះបាទស្ទើរវិសាលឲ្យវាតារាក៏រុញឲ្យជូស៊ីនទីបែរកន្លែងនេះបាត់បាល់បាទគឺសៀងចន្ទធីដណ្ដើមយកបានក៏ទះជើងស្ដាំគ្មានសល់ទេ1-0សៀងចន្ទធាចន្ទធានៅតែជាខ្សែប្រយុទ្ធជួរមុខបាទមុតស្រួចរបស់បឹងកេតរកគ្រាប់បាល់បាទសរុបនៃគ្រាប់បាល់ទាំងពីរជើងស្មើគ្នាទៅហើយក្រុមទាំងពីរកាន់តែជក់ចិត្តដល់អារម្មណ៍កាន់តែតានតឹងដូចគ្នាអាយយបាទឥឡូវទៅវិញពីប្រខាន់នេះស្វារៀងបាទមានមិនរតនៈកំពុងរកមើលមិត្តក្រុមបាទ4-4 4-5ឥឡូវទៅឲ្យពីមិនរតនៈអស់បាល់រតនៈទៅខ្លួនឯងមិនរតនៈទៅណាបញ្ជូនចោះហើយនេះមួយជើងស្ដាំមិនចំគោលដៅទេប៊ុនផាច័ន្ទប៊ុនកងបាទកន្លែងនេះយើងមើលរូបភាពយឺតបាទប៊ុនកងមកទះជើងស្ដាំពីលើដំបូលទូកបាទប៉ុន្តែបាទមិនចំគោលដៅមានមិនរតនៈផងដែរបាទឥឡូវរតនៈជាអ្នកលើកឲ្យអូដាវរៈទុកបាល់មួយសិនបញ្ជូនឲ្យសើវិសាលលើកចូលមកខាងក្នុងឱកាសកន្លែងនេះមួយក្បាលរបស់គ្រីស្ទៀនរំលងរបស់ទីមិនចំគោលដៅនោះទេបាទគ្រីស្ទៀនបាទដូសាន់តូសការលើករបស់សើវិសាលបាញ់កោងទៅក៏មួយក្បាលនេះរំលងរបស់ទីមានការព្យាយាមបាទបិទពីអោពីរុនដែរបាទប៉ុន្តែអាចបាទតែតបានបាទពីគីសៀក៏មិនផុតបាទពីខ្សែការពាររបស់បឹងកេតឥឡូវទៅឲ្យសៀងចន្ទធាបញ្ជូនឲ្យ Stephen បាល់អបផ្សាយទៅហើយអាយយបាទការវាយបកដល់លឿនរបស់បឹងកេតប៉ុន្តែមានការតវ៉ាបាទពីក្រុមបាទពីរបស់បឹងកេតឥឡូវពីរបស់បឹងកេតឥឡូវពីរបស់បឹងកេតឥឡូវទៅសៀងចន្ទធាបញ្ជូនឲ្យ Stephen បាល់អបផ្សាយទៅហើយរតនៈពាំងសិនរតនៈ1-1រតនៈក៏បញ្ជូនមកដល់ឲ្យជួស៊ីនទីក៏រុញជាបន្តឲ្យសេរីគ្រីយ៉ាទះជើងស្ដាំយ៉ាងណាគ្រីយ៉ាជើងស្ដាំមិនចំគោលដៅទេអាយយបាទគ្រីយ៉ាបាទសារ៉េគ្រីយ៉ាមាញ់បាទទាញទាត់ជើងស្ដាំតែម្ដងប៉ុន្តែបាទកោយសាលីមក៏ទៅដល់បាល់តាន់ពេលវេលាប៉ុន្តែបាល់នេះបាទចេញទៅខាងក្រៅយើងមើលរូបភាពយឺតៗកន្លែងនេះមួយជើងស្ដាំនេះបាទបុកនឹងបង្គោលទីហើយក៏ចេញទៅខាងក្រៅតែម្ដងឆ្វេងឲ្យហ្គាប៊ីបត់ចូលមកតំបន់កណ្ដាលទីផុតមួយក៏បញ្ជូនចោះទៅតំបន់កណ្ដាលបាទជ្រែកចោះជ្រែកឡើងរកឱកាសក្នុងការទាត់សម្ដៅទីកន្លែងនេះសាលីមជាអ្នកជួយសង្គ្រោះបានផ្ដាច់មួយជើងចេញពីតំបន់គ្រោះថ្នាក់បាល់ដារហើយបាទប៉ុន្តែបាល់នេះរំលងរបស់ទីយើងទស្សនាឱកាសដំបូងការទាត់ត្រូវបានសង្គ្រោះដោយកយសាលីម
ហើយឱកាសលើកទី2 Zidane ទាត់ជោគទៅបាល់នេះរំលងរបស់ទីបាល់ជានៅខាងក្រៅគឺឡើងការត្រៀមខ្លួនទៅបាល់ free kick របស់ប្រការីស្វាយរៀងរតនៈទេជាអ្នកលើកដល់បាល់ចេញពីកុយសាលីមការវាយបលរបស់បឹងកេតនូរុនដឹកបាល់ឡើងចំនួន4ទល់4ក៏ស្រួលទៅចន្ទធា1ទល់1ចន្ទធាបាទត្រូវបានរារាំងពីប្រធានក្រុមសឿយវិសាលរុញទៅខាងលើឲ្យ Gabi 1ទៅ1មកសឿណាវ៉ា Gabi កាប់ល្អមែនទែន Gabi កាត់បាល់ចូលក្នុងកន្លែងនេះមួយជើងស្ដាំជួយបានថែមជើងឆ្វេងចូលញៀនសស៊ីដាន់1ទៅ1ហើយយោយបាទការជួយសង្គ្រោះបាល់បានយ៉ាងល្អពីកុយសាលីមប៉ុន្តែបាល់ត្រឡប់មកវិញក៏ថែមបញ្ចូលទី2ញៀនសស៊ីដាន់គ្រាប់បាល់តាមស្មើទៅហើយពីប្រខានរីស្វារៀងយើងមើលកន្លែងនេះ Gabi កឹបដាច់ផុតសឿដាវ៉ាល្អមែនតើហើយក៏កាត់បាល់ចូលមកខាងក្នុងបាទផាយកែងជើងមកជួយបានពីកុយសាលីមក៏ថែមពីញៀនសស៊ីដាន់បាទកន្លែងនេះបាទកុយសាលីមព្យាយាមនៅក្នុងការសង្គ្រោះណាស់ដែរប៉ុន្តែបាទចុងក្រោយបាទ Zidane មកថែមបញ្ចូលទីគ្មានសល់ទេ1ទៅ1សរុបក្របបាល់គឺប្រខានរីស្វារៀងបាននាំមុខ2ទៅ1ទៅហើយមុនបាទប៉ុន្តែឆាតទៅវិញបានពី Stefan Golovic ឆ្កឹះមួយផុតទៀត Golovic ឲ្យ Scott Wood បញ្ជូនដល់នេះជា Wesley លុកបានពីខ្សែការពារបាទកន្លែងនេះ Stefan មកឆាបយកវិញស្អាតមែនទែនហើយឆ្កឹះផុត Christian ទៀតបាទបច្ចេកទេសសុទ្ធសាធហើយក៏រុញឲ្យ Wood ក៏បញ្ជូនឲ្យ Wesley កន្លែងនេះបាទដាក់ភឹងទៅល្អមែនទែនប៉ុន្តែ Wesley នៅបាទទាញមួយសិនហើយក៏ទាត់ស្ដាំបាទបុកនឹងសឿយវិសាលហើយក៏ប៉ះនឹង Wesley បាទចេញដល់លើកចូលមកតំបន់កណ្ដាលតែត្រឡប់ទៅវិញឱកាសរបស់ Bubacan ជ្រែកទៅពីណៃថាជូនកាត់លឿងបាទសម្រាប់ Bubacan គាត់ហួសចិត្តគាត់បាទគាត់ធ្វើអីបាទมันមានកាត់លឿងបែបនេះបាទទស្សនវិជ្ជាយឺតបាទត្រង់ចំណុចកន្លែងនេះបាទការស្លាយពីខាងក្រោយបាទប៉ះជើងបាទទៅបោះរតនៈទប់បែទាញចុះទាញឡើងរុញមកខាងលើទម្លាក់មួយប៉ះបាទទាត់បំបុកឡើងទៅខាងលើតែម្ដងបាទកាតលឿងទី2សម្រាប់ Bubacan ហើយក៏កាតក្រហមផងដែរបាទដូច្នេះប្រសិនបើប្រការីស្វាយរៀងអាចឡើងទៅកាន់វគ្គបន្តគឺគ្មានវត្តមានសម្រាប់ Bubacan ទេកាតលឿងសាលីមវិញបាទឃ្លៀបដាច់មួយបាទចេញទៅខាងក្រៅបាទគប់បាល់ទូសាយុថ្មីបានទៅបឹងកេតគណៈដែរលោកកញ្ញាកណ្ដាលលោកខួនវិរៈក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួតទាំងស្រុងតែម្ដងបាទចូលរួមអបអរសាទរទៅដល់ព្រះខ័នរាជស្វាយរៀងដែលបានឡើងទៅវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាទលើកទី18យើងឃើញថាឡើង2ឆ្នាំជាប់គ្នាតែម្ដងហើយក៏ជួបភ្នំពេញក្រោនបាទទាំង2ឆ្នាំជាប់គ្នា